ធ្វើរួចហើយលឺទាំងលុយចេញលឺទាំងលុយចូលចាបងនិយាយចង់ខ្ញុំរីខមមិនឲ្យបងប្អូនទាំងអស់គ្នាប្រជាជនខ្មែរទាំងអស់ដែលប្រើប្រាស់ app ធនាគារដែលមានបញ្ចេញសម្លេងមិនថាធនាគារ ABA ឬក៏ ACD ឬក៏ធនាគារណាដែលគេ update version ធនាគារគេនៅពេលដែលយើងបាញ់លុយចេញបាញ់លុយចូលបញ្ចេញជាសម្លេងខ្ញុំ recommend ឲ្យប្រើទាំងអស់គ្នានិយាយចឹងវាមានប្រយោជន៍ចំពោះយើងច្រើនចង់និយាយថាសម្លេងមួយនេះវាអាចផ្ញើឲ្យយើងដឹងថាយើងត្រូវមានការប្រុងប្រយ័ត្ននៅក្នុងគណនីធនាគាររបស់យើងដូចគ្នាទី1នៅពេលដែលយើងបាញ់លុយចេញវានឹងបញ្ជាក់ជាពីប្រភេទទឹកប្រាក់ដែលបងបាញ់ចេញនិងចំនួនទឹកប្រាក់ដែលបងបាញ់ចេញអញ្ចឹងវាជៀសវាងយើងបាញ់លុយខ្មែរទៅជាដុល្លារបាញ់ជាដុល្លារទៅជាលុយខ្មែរអាហ្នឹងប្រភេទនៅពេលបាញ់ចេញណាអញ្ចឹងទី2នៅពេលដែលគេបាញ់លុយចូលមកក្នុងកងរបស់យើងគឺយើងអាចលឺជាសំឡេងតែខ្ញុំបញ្ជាក់ណាពេលលឺសំឡេងនៅពេលដែល screen ទូរស័ព្ទរបស់យើងកំពុងតែប្រើប្រាស់ប៉ុន្តែបើសិនជាយើង lock screen ងងឹតឆឹងហើយវាអត់លឺទេប៉ុន្តែវានឹងលឺនៅពេលដែលយើងបើក screen ទូរស័ព្ទយើងត្រឡប់មកវិញហើយសំឡេងមួយនេះវាជួយកាត់បន្ថយហានិភ័យយើងមកច្រើនណាស់ទី1អ្នកបាញ់លុយបន្លំយើងបាញ់លុយដូចថាអស់ 50000 បាញ់ 5000 ហ្នឹងការពារភ្ញោយយើងដឹងថាអូភ្ញោយនេះអស់ 50000 មិនបាញ់ 5000 អញ្ចឹងខុសហើយគឺយើងអាចដឹងភ្លាមទី2ពេលដែលគេបាញ់លុយខុស currency ក៏យើងអាចដឹងដែរមានន័យថាវានឹងប្រាប់យើងថាយើងទទួលទឹកលុយជាប្រភេទដុល្លារឬក៏ជាប្រភេទលុយខ្មែរគឺវាបែបហ្នឹងវាងាយស្រួលទី3យើងរវល់ប៉ុណ្ណាក៏ដោយយើងមិនចាំបាច់ lock screen ទូរស័ព្ទរបស់យើងចូលទៅក្នុង account របស់យើងដើម្បីឆែកថាអូលុយមួយនេះចូលហើយខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យប្រើប្រាស់សារបញ្ជាក់ជាសម្លេងទាំងអស់គ្នាមិនថាបងប្អូនអ៊ំពូមីងចាស់ដែលគាត់មើលអត់ឃើញគាត់មិនសូវបកកាយភ្នែកតែគាត់បានស្ដាប់សម្លេងអីចឹងទៅក៏ជាការភ្ញូចអារម្មណ៍គាត់ឲ្យគាត់ដឹងថាឲ្យគាត់ប្រយ័ត្នប្រយែងអញ្ចឹងណាហើយមួយទៀតនៅពេលដែលយើង scan QR code ធម្មតាបងប្អូនទាំងអស់គ្នាតែមានផលពិបាកជាងគេនៅពេលដែលបងប្អូន scan QR code ដែលមានសញ្ញាពណ៌ក្រហមនៅចំកណ្ដាល logo បាកងណានេះវាមាន logo បាកងនៅចំកណ្ដាលអញ្ចឹងពេលបងប្អូនបាញ់លុយបងប្អូនប្រយ័ត្នកន្លែងនេះអា logo មួយនេះនៅពេលដែលយើង scan មក plate គឺវា load direct លុយខ្មែរទាំងអស់គ្រប់ធនាគារមួយណាក៏ដោយដោយសារតែគេលើកកម្ពស់ប្រាក់រៀលអញ្ចឹងនៅពេលដែលបង scan QR code logo ដែលមានបាកងនៅចំកណ្ដាលនេះគឺវា load លុយខ្មែរមកមុនគេអញ្ចឹងនៅពេលដែលបងប្អូនបាញ់បងប្អូនត្រូវជ្រើសរើសប្រភេទរូបិយប័ណ្ណរបស់បងប្អូនតាមគណនីរបស់បងប្អូនមួយអញ្ចឹងណាហើយនៅពេលដែលបងប្អូន scan ហើយនិយាយសំខាន់ណាពេលបងប្អូន scan ហើយគាត់ណា scan ពប់វា load លុយរៀលតែចៃដន្យយើងត្រូវបាញ់ជាដុល្លារត្រូវអត់យើងដូរទៅជាដុល្លារភ្លាមដូរទៅជាដុល្លារហើយនៅពេលដែលយើងចុចបញ្ជូនបញ្ចេញសម្លេងក៏យើងអាចដឹងថាអូខ្ញុំបាញ់ដុល្លារត្រូវហើយមុននឹងយើងបញ្ជាក់បញ្ជូនវាយ password ចូលនោះក៏យើងបានច្បាស់អូអានេះច្បាស់ហើយចូលលុយដុល្លារចំនួនទឹកប្រាក់ប៉ុណ្ណេះក្នុងប្រភេទទឹកប្រាក់បែបនេះអញ្ចឹងទៅអញ្ចឹងវាមានភាពងាយស្រួលមែនតើអញ្ចឹងគួរតែ update app ធនាគារឲ្យប្រើប្រាស់នៅ version ចុងក្រោយបញ្ចេញសម្លេងបញ្ជាក់ទឹកប្រាក់គឺងាយស្រួលមែនតើមានប៉ាម៉ាក់អ៊ំពូមីងចាស់ឲ្យគាត់លក់ដូរតាមផ្សារអីគាត់អត់សូវប្រកែមើលឲ្យអង្គុយទៅស្ដាប់អាហ្នឹងក៏បានគ្រាន់តែថាដឹងឲ្យគេបាញ់លុយផ្លាត់លើកទូរស័ព្ទឲ្យភ្លឺភ្លាមឮសលេងមកអូអត់អីទៅអូនចេះងាយស្រួលខ្លាំងមែនតើប៉ុន្តែខ្ញុំបញ្ជាក់ភាសាទៀតណាសម្រាប់អ្នកដែលរកស៊ីអនឡាញកុំមើលតែប្រតិបត្តិការដែលភ្ញៀវ screenshot មកត្រូវចូលឆែកប្រតិបត្តិការក្នុងកងរបស់យើងមុនពេលដែលយើងដាក់បញ្ជូនអីវ៉ាន់ផ្ញើទៅឲ្យភ្ញៀវណាព្រោះមានភ្ញៀវខ្លះខូចគាត់ចុចតែកន្លែងហ្នឹងតែគាត់អត់បញ្ជូនមកឲ្យយើងទេអញ្ចឹងមានករណីអូននោះគេឆោបបោកអស់ប្រហែល100ដុល្លារហ្នឹងដោយសារចុច screen ប៉ុន្តែអត់បញ្ជូនទឹកលុយមកទេដូចអស់200ដុល្លារអញ្ចឹងយើងលក់ដូរអនឡាញចំណេញកាក់សេនតិចតួចគួរតែឧស្សាហ៍ឆែកកងរបស់យើងនេះសូម្បីខ្ញុំមានបទពិសោធន៍នៅធនាគារអបឆ្នាំដល់ពេលចេញលក់អនឡាញចាំមានភ្ញៀវបោកអីហ្នឹងដកអីវ៉ាន់យើងហើយទៅប្លុក account ទៅស្នើសុំធនាគារ request លុយយើងត្រឡប់មកវិញទៀតឆ្លាតណាស់ឆ្លាតត្រង់ថាដកអីវ៉ាន់យើងយកទៅប្រើប្រាស់ឡើងបាន10ថ្ងៃហើយនឹកឃើញមិនគេទៅ request ស្នើសុំធនាគារធ្វើ request refund លុយត្រឡប់មកវិញហើយឆ្លើយថាអត់ដឹងពេលយើងឆាត់ស្ដីឲ្យទៅរករឿងហើយឆ្លើយថាអត់ដឹងហ៊ានតបមកយើងឯងនិយាយថាអត់មានចេតនាអត់មានចេតនាអីវ៉ាន់ដកតាំងពីថ្ងៃ12ទិញថ្ងៃ12ដកថ្ងៃ14ថ្ងៃ21ទៅស្នើសុំពីធនាគារ request ឲ្យគេប្លុកលុយយើងហើយ request refund លុយនឹងត្រឡប់ទៅវិញទៀតណាអញ្ចឹងយើងលក់ដូរអនឡាញគួរតែប្រយ័ត្នប្រយែងជាពិសេសត្រូវតែមាន report ត្រឹមត្រូវមិនបាច់ធ្វើ report ដល់កុំព្យូទ័រអីនេះគាត់ទៅសភៅហ្នឹងមកថ្ងៃនេះអវ៉ាន់ខេតយើងមានប្រមាណណាភ្ញៀវណាបាញ់ទឹកលុយឆ្លងធនាគារគឺយើងត្រូវតែកត់ជាងគេដោយសារបាញ់ទឹកលុយឆ្លងធនាគារពេលខ្លះវាអត់លោតមកឲ្យយើងភ្លាមទេ
ជួនកាលយើងអាចតែឆៃប្រតិបត្តិការនៅពេលដែលយើងរៀបអានយើងឆៃប្រតិបត្តិការតើភ្ញៀវមួយនឹងបាញ់លុយនឹងមកប្រតិបត្តិការលេខយោងលេខហាស់របស់គេត្រឹមត្រូវអត់យើងត្រូវឆែកអញ្ចឹងជួនកាលភ្ញៀវខ្លះបាញ់មក account Facebook ឈ្មោះនេះតែគណនីធនាគារឈ្មោះនោះអញ្ចឹងយើងអាចដឹងថាភ្ញៀវនឹងរបស់អ្នកណាប៉ុន្តែយើងអាចមើលលេខហាស់របស់គេបានណាអាលេខយោងរបស់គេមកជួមានលេខមានអក្សរមានអីហ្នឹងយើងមើលលេខហាស់ហ្នឹងជៀសវាងការឆោបហោកពីអតិថិជននិងជៀសវាងការបាញ់លុយច្រឡំឬក៏អីចឹងទៅអាហ្នឹងវាមានភាពងាយស្រួលអញ្ចឹងធនាគារព្យាយាមអាប់ដេត version ធនាគារឬក៏ product service ធនាគារដើម្បីឲ្យតាន់បច្ចេកវិទ្យាដើម្បីឲ្យមានភាពងាយស្រួលទៅដល់អតិថិជនប៉ុន្តែគ្រាន់ថាខ្ញុំទទួលស្គាល់ថាមានអតិថិជនខ្លះគាត់ពិបាកជាមួយនឹងអា QR ដែលមានបកងនៅចំកណ្ដាលគាត់ចេះតែផ្លិចដូរ currency មិនថាគេមិនថាខ្ញុំថ្ងៃណាភ្លឺដែរហ្នឹងបាញ់លើ scan លុយខ្មែរទៅពេលដល់ពេលផ្លិចដូរកុងទៅចេញជាដុល្លារ